បាទវីដេអូថ្ងៃនេះគឺខ្ញុំមកបង្ហាញដើមមីងមាំងមួយនេះបងប្អូនណាបាទដើមមីងមាំងនេះគឺមានបងប្រុសបងស្រីខ្លះគាត់អត់ស្គាល់ទេបាទគាត់ឲ្យខ្ញុំហ្នឹងបាទធ្វើវីដេអូបង្ហាញគាត់និងថតបង្ហាញឲ្យបានច្បាស់ណាបាទនេះជាទម្រង់ស្លឹកបងប្អូនបាទទម្រង់ស្លឹកនេះគឺធំមែនតើណាបងប្អូនបាទដាក់ពីបាតដៃអីអត់ទាន់ពេញស្លឹកគេទេបាទស្លឹកនេះគឺគេហៅថាដើមមីងមាំងបាទអញ្ចឹងដើមមីងមាំងគឺអត់ពិបាកចំណាំទេបងប្អូនបាទមើលតែទម្រង់ស្លឹកវាឲ្យច្បាស់ទៅហើយយើងមើលទម្រង់ដើមបាទនេះជាទម្រង់ដើមបងប្អូនបាទទម្រង់ដើមរបស់គេគឺសបករាងពណ៌សបងប្អូនបាទសបកពណ៌សគឺមានអង្គអញ្ចឹងណាបាទអង្គអញ្ចឹងបាទផ្ទៃសបកណាបាទអានេះហើយគេហៅថាដើមមីងមាំងដើមមីងមាំងនេះបើតាមខ្ញុំបានផុសចែករំលែកមុននោះគឺវាត្រូវនឹងរោគបាទតកតងទៅនឹងឱសថបុរាណបាទព្យាបាលសម្រាប់ឈាមសស៊ីឈាមក្រហមបាទអញ្ចឹងឱសថនីមួយបាទវាមានច្រើនប្រភេទច្រើនមុខបាទគ្រាន់តែជំងឺមួយមុខហ្នឹងគឺថ្នាំឱសថបុរាណមានច្រើនណាបាទមានច្រើនមុខមានច្រើនវិធីបាទអញ្ចឹងគឺសង្ឃឹមថាបងប្អូនស្គាល់គ្រប់គ្នានេះគេហៅថាដើមមីងមាំងបាទដើមមីងមាំងនេះអត់ពិបាកចំណាំទេបាទគឺស្រួលចំណាំទេបងប្អូនបាទមើលតែទម្រង់ស្លឹកឲ្យបានច្បាស់ណាបាទចំណែកគៀកតងនេះគឺវាដុះបាទដុះឆ្លាស់គ្នាបងប្អូនបាទអត់ដុះទល់គ្នាទេមើលនេះអានេះមួយអញ្ចឹងណាបាទណាកន្លែងនេះវាជ្រុះបាត់ហើយឃើញហើយនេះអានេះក៏មានស្លឹកដែរតែវាជ្រុះបាត់ហើយឃើញទេបាទដុះឆ្លាស់គ្នាអញ្ចឹងអានេះគេហៅថាដើមមីងមាំងបងប្អូនបាទសង្ឃឹមថាបងប្អូនស្គាល់ណាបាទអរគុណ